លិចព្រះអង្គពីពុកហាលបងនិយាយរហូតទៀតមកខ្ញុំមកសង្ឃឹមអ្នកណាបាស្វាមីបងអើយបងលៃលើកិនអូណាអាណិតណាកូនកូនណាខ្ញុំអើយរែកបែបណាបាត់មកថ្ងៃនេះបងមកមកអីមិនដែរអមរាជជីវិតណាងន់ណាស់ណាសង្ឃឹមឪពុកជាមេគ្រួសារឥឡូវពុកលាចាក់លោកតាឲ្យកូនសង្ឃឹមអ្នកណាទៅពុកអើយមិនក៏មកទៅកូនចាមិនក៏មកទៅកូនចាពុកអើយមកវាបងតាអត់មកទេទីបំផុតបងឯងមកស្លាប់នៅក្នុងរាជវាំងមកបាននាងជប់រត់ជាយៈបាត់មែនព្រះបិតាព្រះមេត្តានិងព្រះស្វាមីរបស់ខ្ញុំរួមទាំងម្ចាស់អូនទៀតពេលនេះទ្រង់លែងយកប្រតិទុកដាក់លើខ្ញុំហើយអស់លោកទាំងអស់គ្នាលោកករណាថ្លៃវិសាថ្មីត្បិតពេលនេះខ្ញុំឈ្មោះជាមហេសីពិតមែនលោកអាណិតខ្ញុំផងព្រះស្វាមីលែងខ្វល់ខ្វាយរឿងខ្ញុំហើយកុលាបសូមអស់លោកជួយទុកដាក់សាកសពឪពុកខ្ញុំឲ្យបានសមរម្យមិនអីទេព្រះកមហេសីទៅហើយឪពុកខ្ញុំចាត់ចែងនៅរឿងទាំងអស់នេះក្រាបទូលកុលាបណាគ្រីពុកហត់ណាស់បាញ់សត្វចិញ្ចឹមកូនស្ពះសុំទោសពុកនាំគ្នាស្ពះសុំទោសពុកក្រោយណាអូនណាយើងលែងបានឃើញគាត់ហើយសុំខមាលាទោសពុកនៅពាក្យសម្ដីដែលលួចជាមួយនឹងឪពុកទៅឲ្យបានស្ងប់ណាស់លោកឪពុកសូមអារម្មណ៍ពុកទៅឲ្យស្ងប់កុំនៅវល់វល់ជាមួយកូនទោះបីខ្ញុំមានទុកប៉ុណ្ណាខ្ញុំតស៊ូដើម្បីកូនតស៊ូជាមួយម៉ែទៅឲ្យបានស្ងប់នៅផងកុំវល់វល់អីបាទហើយកូនលោកជួយខ្ញុំផងទៅឲ្យឆ្ងាយពីពុកកុំឲ្យទឹកភ្នែកស្រក់លើឪពុកនោះមានកម្មនឹងឪពុកវល់វល់សូមឲ្យអំពើល្អរបស់បងដែលបងធ្វើកន្លងមកជួយស្រោចស្រង់ឲ្យលោកបងទៅកាន់សុគតិភពកុំបីវល់វល់នឹងអូននឹងកូនណាលោកបងអូនសូមសន្យានៅពាក្យសម្ដីដែលលោកបងប្រាប់អូននឹងស្វែងរកអូននឹងទម្លាយអានកំបាំងទាំងអស់នេះនៅថ្ងៃណាមួយណាលោកបងជួយផងទៅអស់លោកលោកឪពុកកូនម៉ែទោះបីជាបំរាមហាមយ៉ាងណាក៏ដោយមិនឲ្យអ្នកណាម្នាក់ចូលទៅគល់រាជបុត្រតែម៉ែមិនព្រមទោះបីជារាជបញ្ជាត្រូវប្រហារជីវិតក៏ម៉ែមិនព្រមឲ្យឪពុករបស់កូនស្លាប់យ៉ាងអយុត្តិធម៌បែបនេះដែរម៉ែទោះបីជា
បំរាមរបស់រាជបុត្រមិនឲ្យចូលគាល់តែម៉ែទៅរកព្រះអង្គម្ចាស់និងម្ចាស់ស្ត្រីឲ្យរកយុត្តិធម៌ព្រោះម៉ែមានសាក្សីនឹងបោះតាមច្បាប់ណាព្រះនាងជុករត់ជាយៈខេណីម៉ែមកព្រមនៅទេកូនម៉ែទៅរកព្រះអង្គម្ចាស់និងម្ចាស់ស្ត្រីណាអត់ទេម៉ែចាំសិនម៉ែណាគ្រីកូឡារឹងបាំងឡើងណាអូនកុំតន់ជ្រេបាក់ទៅចោលយ៉ាងហើយពេលនេះយើងនៅសល់តែម៉ែអូនអើយសម្រាប់បងຕົកធ្ងន់ណាស់ជួយបងផងចេះចោះបើសិនជាម៉ែចូលគាល់ព្រះបិតានិងព្រះបិតាក្នុងពេលនេះទ្រង់មិនស្ដាប់សម្ដីយើងទៀតទេចេះណាទៅខាត់ម៉ែកុំឲ្យម៉ែចូលគាល់ព្រះអង្គអីចូលល្អយើងឆាប់រៀបចំត្រឡប់ទៅស្រុកទៅតាមបណ្ដាំរបស់ពុកតោះអូនចាប់ឡើងអស់លោកជួយចាត់ចែងសក់សពឪពុកខ្ញុំផងខ្ញុំទៅតាមមិនឲ្យខ្ញុំសិនជួយខ្ញុំផងណាអ្នកមីងតែអ្នកមីងមានរឿងអីបានជាយំខ្លាំងបែបនេះព្រះនាងម្ចាស់និងព្រះអង្គម្ចាស់ស្ត្រីជួយរកយុត្តិធម៌ឲ្យខ្ញុំម្ចាស់ប្តីខ្ញុំម្ចាស់ស្លាប់ហើយក្រាបទូលថាម៉េចនេះឈុំស្លាប់ហើយព្រះមេម្ចាស់អ្នកដែលសម្លាប់ប្តីខ្ញុំម្ចាស់គឺព្រះនាងជោគរតព្រះនាងជោគរតមិនមែនជាមនុស្សទេក្រាបទូលគេជាយៈប៉ុន្តែព្រះអង្គนั่นเนี่ยตอนนี้និយាយនេះជាការពិតដែរទេខ្ញុំម្ចាស់មិនកុហកព្រះអង្គទេមូលហេតុដែលខ្ញុំម្ចាស់ហ៊ាននិយាយខ្ញុំម្ចាស់មានភ័ស្តុតាងនិងសាក្សីតើភ័ស្តុតាងនៅឯណាប្រញាប់បង្ហាញយើងភ្លាមមកភ័ស្តុតាងនិងសាក្សីម្ចាស់គឺលោកមេតបបានប្រយុទ្ធជាមួយនឹងជាតែមេតបគ្មានអ្វីដៃអាចយកជ័យជំនះពីយៈបានទៅប្តីខ្ញុំម្ចាស់ចូលទៅជួយពេលនោះជាការគំនុំរបស់ព្រះនាងជោគរតក៏បានចាក់សម្លាប់ប្តីខ្ញុំម្ចាស់មុននឹងគាត់ស្លាប់គាត់បានឃើញច្បាស់ថាយៈនោះគឺជាព្រះនាងជោគរតពិតណាស់ក្រាបទូលលោកមេតបឯណាលោកមេតបសូមលោកជួយឆ្លើយដោយស្មោះត្រង់ករណីថ្លៃវិសេសមើលលោកមេតបឆាប់និយាយមកមើលថាពាក្យនេះជាពាក្យបន្លឺឬមួយក៏ជាការពិតបបិទ្ធព្រះសមត្ថទេពជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងរឿងរ៉ាវដែលមីងកំពុងតែទូលថ្វាយដល់ព្រះអង្គគឺជារឿងពិតណាស់ក្រាបទូលយប់មិញនេះពេលដែលទូលព្រះបង្គំជាខ្ញុំដើរល្បាតទៅតាមកំផែងព្រះរាជវាំងក៏បានប្រទះនឹងយក្ខិនីពេលដែលទូលព្រះបង្គំកំពុងតែប្រយុទ្ធតតាំងជាមួយនឹងយក្ខិនីដោយកម្លាំងទូលព្រះបង្គំមិនអាចយកជ័យជំនះលើយក្ខិនីបានពេលនោះពូឈុំក៏បានចេញមកជួយតែទីបំផុតពូឈុំក៏ត្រូវបាត់បង់ជីវិតដោយសារតែស្នាដៃរបស់យក្ខិនីដូច្នេះសូមព្រះអង្គជួយរកយុត្តិធម៌ជូនដល់ពូឈុំផងក្រាបទូលនេះមានរឿងដល់ថ្នាក់នេះផងចាស់ចំពោះលោកមហាសេនាវិញនៅការពារតាមរាជដំណាក់នោះបានឃើញពលិសេនាអាម៉ាត់បាត់ដែរឬទេក្រាបថ្វាយបង្គំព្រះបិតានិងព្រះមេដាថ្វាយបង្គំព្រះមេដាព្រះបិតាល្អហើយបត្រានឹងរាជសិនណាម្ចាស់បងស្លាប់ហើយ